ជួបជុំគ្នាដឹងតែធ្វើញ៉ាំបងប្អូនសាកមកមុខនេះងាយស្រួលធ្វើឲ្យអស់លុយតិចទៀតពីរសជាតិវិញឆ្ងាញ់បងប្អូនម្ហូបនេះអត់ថ្មីក៏អត់ប្លែកដែរដោយសារចាខ្ញុំធ្វើញ៉ាំតាំងពីនៅក្មេងៗនិយាយរួមយើងមានតែមឹកពីងពីងមកបងប្អូនយើងសម្អាតឲ្យស្អាតមកមឹកតែ1គីឡូញ៉ាំគ្នា3ទៅ4នាក់អីបងប្អូនមឹកខ្ញុំលាងសម្អាតឲ្យស្អាតទុកម្ល៉េះទៅខ្ញុំមានជាមួយនឹងតកួនចិនហ្នឹងគឺខ្ញុំយកមកសហើយយើងមានខ្ទឹមម្ទេសបងប្អូនយកទៅបុកក៏បានកិនក៏បានឲ្យម៉ត់មកចាំយើងយកមកលាយជាមួយនឹងមឹកបងប្អូនខ្ញុំដាក់ជាមួយនឹងប្រេងម្ទេសបងប្អូនដាក់ប្រេងឆាក៏បានអំបិលប៊ីចេងហើយនឹងទឹកប្រេងខ្យងបងប្អូនចូលចិត្តផ្អែមដាក់បន្ថែមស្ករទៅច្បល់គ្រឿងផ្សំនឹងមឹកឲ្យចូលជាតិគ្នាល្អហើយចាំយើងយកមកឆាអញ្ចឹងខ្ញុំប្រើប៊ឺបងប្អូនដាក់ប៊ឺអស់លាយហើយខ្ញុំចាក់មឹកចូលមឹកឆ្អិនរៀងសពបាទខ្ញុំគោះពងមាន់ហ្នឹងដាក់2គ្រាប់ទៅ2 3ត្រឡប់ឲ្យរៀងឆ្អិនហើយចាំដាក់តកួនចូលហើយរបៀបញ៉ាំហ្នឹងគឺយើងញ៉ាំដាក់នៅលើភ្លើងក្តៅដូចយើងឲ្យគូឡើងភ្នំអីចឹងហើយយើងមានតែទឹកជ្រលក់មកបងប្អូនធ្វើទឹកត្រីម្រេចក៏បានទឹកតាហ៊ូក៏បានតាមចំណូលចិត្តទៅហើយញ៉ាំអញ្ចឹងអីបានរយៈ gas បើ snow តិចមកកំប៉ុងចេះមករត់ទៅត្រូវជាតិគ្នាហ្មងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំតានីឆ្ងាញ់